ដើម្បីសម្រួលដល់ការសិក្សាក្នុងពេលមានសង្គ្រាមព្រំដែនក្រសួងអប់រំបានប្រកាសដាក់ឲ្យប្រើប្រាស់ថ្នាលអប់រំសាលាឌីជីថលក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី12ខែធ្នូឆ្នាំ2025បានប្រកាសដាក់ឲ្យប្រើប្រាស់ថ្នាលអប់រំសាលាឌីជីថលជំនួយដល់ការសិក្សារបស់សិស្សក្នុងស្ថានភាពប្រទេសមានសង្គ្រាមតាមព្រំដែនតាមរយៈបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថាថ្នាលអប់រំសាលាឌីជីថល sala.moi.go.kh បានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ជំរុញការចែករំលែកនិងប្រើប្រាស់មាតិកាអប់រំឌីជីថលឲ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការរៀននិងបង្រៀនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដោយសេរីដែលឥតគិតថ្លៃគ្រប់ទីកន្លែងគ្រប់ពេលវេលាក្រសួងអប់រំបានបន្ថែមថាសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ដែលកំពុងរងគ្រោះពីសង្គ្រាមអាចចូលទៅសិក្សាដោយខ្លួនឯងដោយស្វែងរកវគ្គសិក្សាទៅតាមកម្រិតថ្នាក់វគ្គសិក្សានេះបងប្អូនអាចសិក្សាបានតាមរយៈវីដេអូឯកសារមេរៀននិងការធ្វើតេស្តសមត្ថភាព